បងប្អូនមកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំដែលនៅក្នុងវីដេអូមួយនេះគឺជា vlog នៃដំណើរកំសាន្តរបស់ខ្ញុំពីខេត្តសៀមរាបទៅកាន់ស្រុកកំណើតមែនទែនទៅវាមិនមែនជាដំណើរកំសាន្តទៅតំបន់ទេសចរទេប៉ុន្តែជាការធ្វើដំណើរទៅលេងស្រុកនៅរដូវកាលឆេងមេឃដែលក្នុងដំណើរកំសាន្តលើកនេះគឺរៀងប្លែកជាងរដូវបន្តិចដោយសារតែទូទៅនៅពេលដែលទៅលេងនៅស្រុកកំណើតខ្ញុំតែងតែជិះឡានទៅប៉ុន្តែលើកនេះគឺខ្ញុំចង់សាកជិះម៉ូតូទៅដោយសារតែដោយបងប្អូនដឹងហើយគឺខ្ញុំចូលចិត្តធ្វើដំណើរកំសាន្តតាមរយៈម៉ូតូមិនតែមិនថាផ្លូវជិតផ្លូវឆ្ងាយទេអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានវីដេអូទាំងមូលទាំងអស់គ្នាក្នុងការធ្វើដំណើររបស់យើងលើកនេះគឺចេញទៅរៀងថ្ងៃទៀតហើយគឺខ្ទង់ម៉ោង1អញ្ចឹងហើយអាកាសធាតុនៅខ្ទង់ខែ4នេះគឺក្តៅខ្លាំងមែនទែនបងប្អូនការធ្វើដំណើរពេលថ្ងៃគឺរៀងពិបាកហើយការធ្វើដំណើរពីខេត្តសៀមរាបទៅកាន់ខេត្តកាចេះគឺចម្ងាយប្រហែលជាខ្ទង់300គីឡូជាងគឺប្រហែលនឹងទៅពេញដែរប្រហែលផ្លូវវិញគឺមិនសូវជាមានភាពលំបាកទេគឺផ្លូវកស៊ូទៅខ្ញុំពិតជានៅការធ្វើដំណើរកំសាន្តតាមរយៈម៉ូតូមែនទែនដោយសារតែមួយរយៈនេះគឺអត់សូវបានទៅណាទេហើយកម្រងប្រហែលជាអាចទៅលេងបែកខាងភ្នំឬក៏អីនៅក្នុងខែវស្សាអញ្ចឹងហើយគឺបងប្អូនកុំភ្លេចរងចាំតាមដានដល់គ្នាធម្មតាមកពេញហ៎គេអ្នកនរគ្នាឥឡូវនេះយើងកំពុងទៅនៅក្រាសាំងចូលបច្ចៈសាំងហើយញ៉ាំកាហ្វេសិនដោយសារថ្ងៃដែរហើយអញ្ចឹងតដាក់កាហ្វេមួយសិនបានជិះម៉ូតូបានហើយមេឃនេះរៀងក្តៅបន្តិចអញ្ចឹងជិះទៅតើយកអាសាឈប់ខ្ញុំអញ្ចឹងទេគឺ burn ហ្មងគេអញ្ចឹងឥឡូវមក1ចង់កន្លះអញ្ចឹងយើងបែរជាល្ងាច6 7អីបានទៅដល់ស្រុកគេអញ្ចឹងចាំមើលទេសភាពតាមផ្លូវតគ្នាមកស្ពាននេះហ៎អូប៉ាធ្លាប់ឲ្យកាត់ទេបងប្អូនឃើញខ្ញុំនិយាយហ្នឹងគឺមិននិយាយម្នាក់ឯងទេមែនទែនទៅគឺបងប្អូនចដូនមួយរបស់ខ្ញុំមកជាមួយខ្ញុំនៅក្នុងការជិះម៉ូតូទៅស្រុកលើនេះដែលគាត់ជិះពីក្រោយហ្នឹងគាត់ថាខ្ញុំអត់បានថតនិយាយទៅបរិយាកាសអាចថាបើសិនជាយើងឈប់មកកន្លែងរៀងក្តៅខ្លាំងបងប្អូនប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមជិះអញ្ចឹងទៅត្រូវខ្យល់គឺមានអារម្មណ៍ថាអត់សូវជាក្តៅទេដោយសារតែនៅក្នុងខ្យល់ហ្នឹងគឺមានអារម្មណ៍ថាដូចជាមានភាពត្រជាក់ក្នុងហ្នឹងអញ្ចឹងហើយគឺការធ្វើដំណើរទៅហ្នឹងបើនិយាយថាក្តៅខ្លាំងក៏មិនសូវជាក្តៅប្រហែលដែរ
thì nè đó kia dương chị ban ở bè cái đá plei ấy dương ở lời này mà đo cái bông thông chân so với hai chị mà rồi học sắp kilo tiếp bằng từ đó thì mình nghe riêng cái đài chân chi ở sơ ban lươn đấy hay dương chi sạ đây anh đi ở này ban đầy cu mà trong nồi ca lực môn mà ban pin nè ở đâu mấy đấy ở đây chị mà tô vì môn chị ta làm miền ngô á cái đôi vị trí ban bẹt đá plei trong đôi chân mình đôi chân chi lan mình nè nghe không hello đây á cô thống à đi bát chướng à này màu tinh và hạt nhâm sẵn từ xa ngay mới nhờ nơi tiếng nhằm bài ban thành tích với nhập tranh màu chẳng nhằm ai sầm ròn thì sẵn xa dương tôi nghĩ đấy mòn từ đầu tiền ní nơi khua trong cái phong thông máu lại vùng mu rồi miền cả sang total mùi nhưng mà sao mới trong nắng để xa tờ này đi xuống hay ở bên trong để chụp lời thông sập chẳngสำหรับការធ្វើដំណើរទៅខេត្តកញ្ចេះសម្រាប់បងប្អូនដែលចង់ទៅលេងឬក៏អីចឹងទៅពេលដែលបងប្អូនធ្វើដំណើរហួសស្ទឹងសែនមកដល់បែកខាងកំពង់ថ្មហ្នឹងគឺបងប្អូនគ្រាន់តែបត់មកខាងឆ្វេងដែលជាផ្លូវឆ្ពោះទៅកាន់ស្រុកស្ទឹងត្រង់ក៏ដូចជាចកាលើហ្នឹងគឺបងប្អូននឹងទៅដល់កន្លែងដែលយើងឆ្លងស្ពានទៅកាន់ស្រុកក្រូចឆ្មាហើយជិះបន្តិចទៀតគឺយើងនឹងទៅដល់ស្រុកឆ្លងហើយដល់ខេត្តកញ្ចេះហើយ
នេះឥឡូវនេះយើងមកដល់ស្ពានស្ទឹងត្រង់ឯងស្ពានឆ្លងទន្លេមេគង្គនៅឈប់មកផ្លេហ្នឹងនេះមើល sunset ស្អាតស្ពាននេះស្តៀងស្ពាននៅស្ទឹងត្រែងឯមុនប៉ុន្តែអញ្ចឹងយើងសល់តែ50គីឡូទៀតទេនឹងទៅដល់ផ្ទះហើយជាខ្ទង់40នាទីទៅ1ម៉ោងទៀតអញ្ចឹងឥឡូវរៀងងឹតទេអញ្ចឹងបងដល់ផ្ទះហើយជាមែនងឹតទេអូខេថ្ងៃនេះប្លែកមែនទេជិះម៉ូតូមកស្រុករកដល់ទីឡានអញ្ចឹងខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលពីទស្សនវិជ្ជានៅស្រុកខ្ញុំនៅពេលព្រឹកភាសាយើងមកយើងទៅដល់យប់អីអញ្ចឹងអត់មានអីមើលទេឆុងបែបបុរាណប្រើបុរាណកង់មកនេះបែបជជែកគ្នាលេងមានចុចទូរស័ព្ទទេកាហ្វេនេះអ្នកនរគ្នាទាយតម្លៃអត់ត្រូវទេនេះមួយកែវបានកើលើ1500ដល់2500ពេល2500ប៉ុន្តែទេសភាព$200ในคราวนู้นมาก่อนโฟเฟะน้ำวิ่งไปทะเลที่จังหวัดตกบัดท่า
này nè lại ní nhom mà đó là xa luôn ấy lại mong tâm tập mùi đấy chẳng nơi miền đấy này ní cái lạnh tôm cà phê công nhóm tại nhưng mà xa mau hay thọt ở nhà hay mơ lắm một hai cái này nó tôm mốc hay là cái lạnh kia brang đó tràn mình đấy từ đó khăn non tiền chẳng nhom mình nôm này nè ta mơ nó không xa nắng miền đây này bật lại UO mình đây là xa từ này gì đấy UO tại tung mong pram của mồi pa lấy để ra kịp một tình cái văn đấy này thì step mình đây miền tầng mon miền tầng bả lái miền tây giờ bộ tây cái sao từ sọc này bên này chọn từ lệ cào cào cái gì cào đâu này play con nào thì lụa nơi bị một năng ở cái lạnh Akia Bora năng một mời cái phơ nấm clau này là này cái hai nấm clau còn nấm bao không vụ hai nấm clau kìa vậy nấm clau cái score rồi đâu mà kêu với nhỉ? Nâng thì gió. Gió rồi. Kiều. Một. Đồng tiền ạ. Tập phá mối á, vô tầm đông ăn hai vậy trái này là đạm mưa cao mau. Nè, cao trái nè, trái. Kia này rất là xăng thì du á nè. này tao này Akia mũi tiêm ta Akia này bạc bay vậy khởi sự vò sợ ấy sọc mình lúc mà nhom hot drone thò bị lỡ xa này Akia này đằng trước Akia ấy nơi trong cách trống thì thế này sợ tiền nhưng giờ lạnh một tiền để shop học này phải chia tông nằm cái sập pipo này kìa mình mở máu từ tiếp xa mình đến nơi trung bình xa chẳng rồi vì tranh tiệp xa đó cứ nhung chỉ từ tẹt tại dây nơi hàng mãi nhung tại xa tập phục quạt từ vọt hỏi chẳng nhung cô bật to đâm na vào vọt màu cái lại nô bọc đồn ta đó là bì màu xanh rồi cái đôi chỉ chụp chung cái này còn phải AI đại của mình chân vây đến lợi cái anh này đi còn giờ AI có bách côn rồi đây nào này tiền đi xăng đang bị một con bầm buồn rồi bóc của mối nên lỡ lại tiền ấy ở cả bị nơi quanh nhưng mà lên tại này hay tam kia này cho rõ này những đã tên trăng là hốt
ដល់ច្រាំងតលេដល់មាត់តលេនិយាយទៅឃើញផ្ទះអញ្ចឹងចេះសម័យថាបើសិនជានៅក្រុងឬក៏នៅទីប្រជុំជនណាយើងយកឆ្នៃធ្វើហាងកាហ្វេនិយាយទៅឲ្យតែឃើញផ្ទះប្រភេទផ្ទះសេរីចាស់អញ្ចឹងនឹកឃើញធ្វើហាងកាហ្វេសារប្លែកហើយមើលមក vintage ហើយទៅមុខហ្នឹងផ្ទះកងម៉ាខ្ញុំខាងម៉ាក់នៅពេលរៀងរសៀលបន្តិចហ្នឹងដោយសារតែអត់មានអីធ្វើតនេដែរខ្ញុំក៏ជិះពីផ្ទះហ្នឹងទៅកាន់ក្រុងកញ្ចេះដែលចម្ងាយប្រហែលជាខ្ទង់30គីឡូទេហើយផ្លូវត្រង់ស្មើប្រហែលជាជិះ30-40នាទីយើងទៅដល់ហើយអញ្ចឹងខ្ញុំក៏ឆ្លៀតទៅបន្តិចណាមួយចង់ទៅរកកន្លែងចាក់សាំងរកអីដែរដោយសារតែនៅបែកខាងស្រុកខ្ញុំនេះគឺអត់ទៅសម្បូរកន្លែងសាំងធំហើយណាមួយចង់ទៅអើតិចដែរដោយសារតែខាងទៅឆ្នាំហើយទៅបានទេឲ្យប្រើប្រាស់បានដូចជាបានថ្ងៃមុនថ្ងៃមុនតលេវានេះប្រហែលជាឆ្លងក្នុងត្រង់ហើយឆ្លងទៅក្នុងនេះឥឡូវនេះខ្ញុំបានមកដល់វត្តរកាកដាលតែវត្តនេះខ្ញុំធ្លាប់មកលើមុននៅខាងក្រោយខ្ញុំហ្នឹងធ្លាប់បង្ហាញអ្នកនរគ្នាកាលពីខ្ញុំមកលើមុនម្ដងហើយមួយឆ្នាំគត់មួយឆ្នាំមុនមកឆេងម៉េងដូចគ្នាហ្នឹងហើយវត្តនេះប្រហែលជាតែលាបពណ៌ថ្មីឃើញពណ៌រៀងថ្មីជាងមុននេះអ្នកនរគ្នាយើងទៅរកកន្លែងចាក់សាំងបន្តិចដោយសារយើងសល់តែមួយកម្មទៀតទេជ្រុលជាបានមកដល់ក្រុងហើយយើងទៅចាក់សាំងឲ្យហើយមើលមកសឹងតែដល់90%ហើយយ៉ាងម្នាក់មួយ ឈប់ទិញកាឡានហើយណែមសិននេះហៅកាឡានថ្មក្រេល្បីគេនិយាយទៅអ្នកនេះជីកពីក្រុងមកបែរតែខ្ទង់
7 គីឡូអីទេមកដល់ហើយឃើញគេលក់ខែហមសងខាងផ្លូវនេះណែមានតែប្រអប់ចេះហើយមានតែប្រភេទគេខ្ចប់ចេះមានម្ទេសមានអីស្តៀងណែបាត់តបភ្នោកន្លែងណាភ្នោអូដាក់នោះសៃឡានិយាយចានមោតស្សៈវិជ្ជវតោរហតោសម្មាសម្ពុទ្ធស្សៈបទាំងសម្មាទិយាមិសាវិទាវរៈមនីសកលប៉ុន្តែមានសកាងគេហៅវាតាម៉ាងទេមានតែខ្ញុំទេហៅវាអាសំណាងដល់យូគេតាផងនេះកូកាកូឡានេះនោះទេនេះមិនបងចានពីណាខ្ញុំចានម៉ែgiờ mấyចានខ្ញុំមកចឹងខ្ញុំមកចឹងណែដាក់ជិចណាទៅនេះលុយដុំធ្វើមិនវាយកយកដាក់មកលុយតាមដុំក៏វាយកដែរមិនcònវាខាតយើងដូរយកកាត់តម្លាក់មក កែវចានទៅចែកគេស៊ីអោកោណែចាតែខ្ញុំបាត់ចាននេះធំយកចឹងហ៎ទីស្វាយហ៎តាមកញ្ចែកតាមផ្លូវហើយសាលាបិទសរុបមកវិញនេះគឺជាដំណើរកំសាន្តរបស់ខ្ញុំទៅកាន់ស្រុកកំណើតដើម្បីទៅឆេងមេងហើយក៏ជាបទពិសោធន៍ប្លែកមួយនៃការជិះម៉ូតូទៅកាន់ស្រុកកំណើតផងដែរអញ្ចឹងវីដេអូមួយនេះក៏បានមកដល់ទីបញ្ចប់អរគុណមែនទែនបងប្អូនសម្រាប់ការទស្សនាពីដើមដល់ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយទៀត